មួយយប់ពីរថ្ងៃនៅទឹកដីខេត្តសៀមរាបហើយចំពោះការគេងរបស់ខ្ញុំគេងនៅសន្តាគារតម្លៃតែ$20ជាងទេខែមួយគេងបាន2ថ្ងៃពីយើង check out គឺខ្ញុំបានទៅព្រះអង្គជ័យព្រះអង្គចំដើម្បីឲ្យធូបសុំសេចក្តីសុខហើយយើងក៏បានថ្វាយភ្លេងជូនគាត់ពីបទដែរដើម្បីសុំសេចក្តីសុខសប្បាយហើយត្រឡប់មកវិញយើងអូស៊ីមានព្យាបាលច្រើនអញ្ចឹងណាបន្ទាប់ពីយើងចេញពីព្រះអង្គជ័យព្រះអង្គចំយើងក៏បន្តដំណើរទៅកាន់អង្គរហើយក៏យើងបានញ៉ាំបបរក្តៅនៅតាមផ្លូវទៅអង្គរនឹងឆ្ងាញ់រសជាតិទទួលយកបានហើយយើងក៏មកដល់ទីតាំងប្រាសាទអង្គរវត្តប៉ុន្តែថ្ងៃនេះគឺខ្ញុំចូលជក់ខាងក្រោយដោយសារតែចង់ដូររសជាតិអារម្មណ៍ម្ដងដោយសារតែភាគច្រើនមកចូលទៅផ្លូវខាងមុខហើយណាមួយផ្លូវខាងមុខដើររៀងឆ្ងាយនេះគឺទស្សនវិជ្ជាខ្លះៗដែលខ្ញុំបាន review ខ្លះៗហើយអ្នកទាំងអស់គ្នាពិតជាដឹងថាប្រាសាទអង្គរវត្តយើងគឺថតពីជ្រុងណាក៏ឃើញស្អាតដែរចំពោះទេសភាពទាំង view ទាំងអីហើយការរៀបចំពិតជាស្រស់ស្អាតមែនទែនអ្នកទាំងអស់គ្នាហើយនៅពេលដែលខ្ញុំដើរនេះអ្នកទាំងអស់គ្នាស្លឹកឈើជ្រុះអូយស្រស់ស្អាតមែនទែននៅក្រៅស្អាតជាងនឹងទៀតអ្នកទាំងអស់គ្នាស្អាតមែនទែនដូនតាខ្មែរយើងពិតជាអស្ចារ្យមែនខ្ញុំពិតជាមានមោទនភាពតែខ្ញុំបានកើតជាកូនខ្មែរបន្ទាប់មកយើងចេញពីប្រាសាទអង្គរវត្តហើយយើងក៏បន្តដំណើរទៅប្រាសាទបាយ័ននេះគឺជាខ្លោងទ្វារទន្លេអ៊ំដែលយើងធ្វើដំណើរឆ្លងកាត់អូខ្ញុំភ្លេចប្រាប់អ្នកទាំងអស់គ្នាការធ្វើដំណើររបស់ខ្ញុំគឺបានពូភាសាគាត់ជូននិយាយទៅបើយើងជួលម៉ូតូតម្លៃ$10យើងជិះត្រូវក្តៅទៅអីទៀតណាដល់ពេលនិយាយចរចាមួយបងកង់3ទៅគាត់យកទៅ50000ទេដើរលេងប្រាសាទណាដែលយើងចង់ដើរទៅដូចជាខ្ញុំ5ទីតាំងទៅគាត់យកទៅ50000ទេអញ្ចឹងក៏រៀងធូរដែរគាត់ថាយើងជិះផាសអាប់ទៅស្រួលរៀងចិត្តដែរបើយើងជិះកង់ឬក៏ជិះម៉ូតូអាគុយហ្នឹងគឺយើងត្រូវយកទៅផ្ញើទៅអីខាត់ពេលអញ្ចឹងណាបាទនេះជាទេសភាពនៅប្រាសាទបាយ័នហើយយើងក៏បន្តដំណើរទៅប្រាសាទតាព្រហ្មបន្តទៀតហើយប្រាសាទតាព្រហ្មគឺជាប្រាសាទមួយដែលភាគច្រើនភ្ញៀវខ្មែរយើងអត់សូវមកដល់ទេមូលហេតុដែលភាគច្រើនភ្ញៀវខ្មែរក៏អត់មកដល់ដោយសារតែហ្នឹងវាប្រាសាទវាមានអារម្មណ៍ថាវាបាក់បែកខ្លាំងហើយមួយទៀតភាពល្បីល្បាញរបស់ប្រាសាទតាព្រហ្មហ្នឹងគឺដើមឈើដុះលើប្រាសាទហើយនៅពេលដែលខ្ញុំទៅលេងគឺមាន influencer របស់ចិនគឺគេមកថត trend ឬថតអីយើងអត់ដឹងដែរអញ្ចឹងណាហើយនៅនឹងភាពល្បីល្បាញប្រាសាទតាព្រហ្មហ្នឹងគឺដើមឈើដុះលើប្រាសាទអញ្ចឹងណាហើយទៅភាគច្រើនសិតតែភ្ញៀវបរទេសភ្ញៀវខ្មែរយើងអត់សូវមានទេភាគច្រើនភ្ញៀវខ្មែរទៅតែប្រាសាទអង្គរវត្តអង្គរតូចអង្គរធំអីចឹងណាហើយចំពោះដើមឈើដុះលើប្រាសាទនោះពិតជាអូខ្ញុំសរសើរដូនតារបស់យើងមែនខ្ញុំស្ងប់ស្ងាត់មែនតើពេលដែលខ្ញុំចេញពីប្រាសាទតាព្រហ្មខ្ញុំក៏បន្តដំណើរទៅប្រាសាទនិព្វានបន្តទៀតបន្ទាប់ពីខ្ញុំបានថតរូបខ្លះហើយក៏ខ្ញុំបន្តដំណើរទៅប្រាសាទប្រខ័ណ្ឌដែលគេកំពុងតែល្បីបឹងម៉ាឆាជាមួយនឹងអគារ2ជាន់ដែលមានទីតាំងស្ថិតនៅប្រាសាទប្រខ័ណ្ឌហើយនេះក៏មានពូគាត់នៅលេងភ្លេងខ្មែរដែរហើយចំពោះទេសភាពនៅប្រាសាទប្រខ័ណ្ឌហ្នឹងគឺមានសភាពស្រស់ស្អាតបែបមកភ្លឹបមួយយ៉ាងនិយាយទៅទេសភាពហ្នឹងពិតជាស្រស់ស្អាតមែនតើអានេះចូលតួបន្តិចសម្ដែងអ្នកទាំងអស់គ្នាមើលអូខេអរគុណច្រើនមានតែប៉ុណ្្នឹងជំរាបលាអរគុណច្រើន